ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ website តារា SMM នៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបទិញ follower ទៅលើ TikTok ហើយការទិញ follower ទៅលើ TikTok គឺគ្មានអីពិបាកទេអ្នកទាំងអស់គ្នាងាយៗគឺគ្រាន់តែតម្រូវអ្នកទាំងអស់គ្នាមាន link របស់ profile TikTok ហ្នឹងគឺយើងអាចធ្វើការ boost ទៅលើ follow បានហើយអ្នកទាំងអស់គ្នាហើយបានផលពិត 100% ឥឡូវនេះយើងចាប់ផ្ដើមធ្វើការ boost ទាំងអស់គ្នាដោយជាដំបូងខ្ញុំសូមធ្វើការ copy link របស់ profile TikTok នេះសិនអូខេឥឡូវខ្ញុំបានធ្វើការ copy link រួចរាល់ហើយបន្តមកទៀតយើងចូលទៅកាន់ website របស់យើងមកគឺជា website តារា SMM មុននឹងអាចចូលទៅកាន់ website តារា SMM បានជាដំបូងគឺតម្រូវបងប្អូនអរគ្នាមាន web browser ណាមួយក៏បានដែរនៅលើទូរស័ព្ទដៃរបស់បងប្អូនអរគ្នាដែលអាចធ្វើការ open search ចូលទៅកាន់ website តារា SMM បានដូចជា Google Chrome Brave អីចឹងទៅបងប្អូនអរគ្នាឥឡូវនេះខ្ញុំសូមធ្វើការចូលទៅតាម web browser Chromeហើយបន្តមកទៀតយើង search website របស់យើងមកគឺជា website dara.smm.com ហ្នឹងអ្នកទាំងគ្នាក៏អ្នកគ្នា search ថា dara.smm.com មកនេះអ្នកទាំងគ្នា website របស់យើងគឺនៅខាងលើគេតែម្ដង website dara.smm ឥឡូវខ្ញុំសូមធ្វើការចុចចូលទៅលើវាតែម្ដងអូខេអ្នកគ្នាហើយនេះគឺជា dashboard របស់ website dara.smm ដែលខ្ញុំបានធ្វើការ login ក៏ដូចជាដាក់លុយចូលរួចរាល់ហើយនៅពេលដែលខ្ញុំបានធ្វើការ login ចូលរួចរាល់វានឹងចេញទម្រង់បែបនេះបងប្អូនអរគ្នាហើយសម្រាប់បងប្អូនណាដែលមកថ្មីដែលមិនទាន់ចេះពីរបៀប login ក៏ដូចជាពីរបៀបដាក់ខ្ញុំនឹងធ្វើការដាក់ link នៅខាងក្រោម description ដើម្បីពុកម៉ែបងប្អូនអរគ្នាចូលទៅទស្សនាពីរបៀប login ចូលក៏ដូចជាពីរបៀបដាក់លុយចូលជាដើមឥឡូវមកខាប់ពេលវេលាយូរយើងមកកលេចមកកាន់ dashboard របស់យើងមកដូចជាដំបូងគឺយើងចុចទៅលើ shortcut របស់ TikTok ដើម្បីយើងជ្រើសរើសតែសេវាកម្មរបស់ TikTok ទេបងប្អូនអរគ្នាហើយបន្តទៀតអ្នកទាំងគ្នា scroll ដល់ខាងក្រោមបន្តិចមកអ្នកទាំងគ្នាមើលកន្លែង category គឺជាប្រភេទរបស់វាដែលយើងចុចចូលលើនឹងមកបងប្អូនអរគ្នានឹងឃើញមានជាច្រើនប្រភេទដែលតាក់ទងទៅនឹងTikTok បងប្អូនអរគ្នាអាចរកមើលបានប្រភេទមួយណាដែលបងប្អូនទាំងអស់គ្នាមានតម្រូវការលើគឺបងប្អូនអរគ្នាអាចចុចធ្វើការជ្រើសរើសបានដោយសារតែក្នុងវីដេអូនេះខ្ញុំមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀបទិញ follower អញ្ចឹងយើងរកពាក្យថា TikTok follower មកបងប្អូនអរគ្នាហើយសម្រាប់ website Dara SMM ការទិញ follower គឺមានពីរជម្រើសបងប្អូនអរគ្នាជ្រើសទី1គឺការទិញ follower chat new ហើយនិងទី2គឺការទិញ follower ធម្មតាអ្នកទាំងគ្នានេះអ្នកទាំងគ្នា follower ធម្មតានេះពីហ្នឹងបងប្អូនអរគ្នាពេញចិត្តលើសេវាកម្មមួយណាគឺបងប្អូនទាំងអស់គ្នាធ្វើការជ្រើសរើសសេវាកម្មមួយហ្នឹងទៅឥឡូវនេះខ្ញុំសូមធ្វើការជ្រើសរើសសេវាកម្មធម្មតាតែម្ដងទៅ TikTok follower ធម្មតាអូខេហើយបន្តមកទៀតកន្លែង CV គឺជាសេវាកម្មរបស់វាអ្នកនរគ្នាដែលយើងចុចចូលលើនឹងទៅដែលបងប្អូនអរគ្នានឹងឃើញមាន3ជម្រើសបងប្អូនអរគ្នាជ្រើសទី1គឺ TikTok follower real account អ្នកនរគ្នា real user 3ហ្នឹងគឺ video user ទាំង3អ្នកនរគ្នាគ្រាន់តែវាខុសតម្លៃគ្នាបន្តិចបន្តួចបងប្អូនទាំងអស់គ្នាអាចអានមើលបានតាម description 1វាហ្នឹងបងប្អូនអរគ្នាពេញចិត្តលើសេវាកម្មមួយណាគឺបងប្អូនត្រូវការចុចជ្រើសរើសសេវាកម្មមួយហ្នឹងទៅបងប្អូនអរគ្នាឥឡូវនេះខ្ញុំសូមធ្វើការជ្រើសរើសសេវាកម្មទី2តែម្ដងដែលមានលេខ ID 4375អ្នកនរគ្នា TikTok follower 100% real user ចំនួនដែលខ្ពស់បំផុតដែលយើងអាចដាក់បានក្នុងសេវាកម្មនេះគឺចំនួន100គឺចំនួន 1M អ្នកនរគ្នាគឺច្រើនមែនទែនហើយក្នុងមួយថ្ងៃគឺយើងអាចដាក់វាបានចំនួន 100k ហើយសេវាកម្មនេះនៅពេលដែលយើងធ្វើការបញ្ជាទិញទៅគឺនៅពេលដែលយើងធ្វើការបញ្ជាទិញជោគជ័យគឺវានឹងដំណើរការចូលទៅកាន់ profile TikTok របស់យើងភ្លាមតែម្ដងអ្នកនរគ្នាហើយរយៈពេលធានារបស់គេគឺរហូតដល់30ថ្ងៃហើយក្នុង 1k តម្លៃត្រឹមតែ$1.69 សេនទេអ្នកនរគ្នាតម្លៃគឺល្អមែនទែនតម្លៃធូរថ្លៃមែនទែនអ្នកនរគ្នាឥឡូវខ្ញុំសូមធ្វើការចុចជ្រើសលើសេវាកម្មនេះតែម្ដងហើយបន្តមកទៀតកន្លែង link ដោយសារតែខ្ញុំបានធ្វើការ copy link ពីខាងដើមវីដេអូរួចហើយអញ្ចឹងកន្លែងចំណុចនេះខ្ញុំសូមធ្វើការផាសចូលតែម្ដងឥឡូវខ្ញុំបានធ្វើការ copy link ចូលរួចរាល់ហើយបន្តមកទៀតកន្លែង quantity បងប្អូនអរគ្នាអាចមើលបានដែលគេនិយាយថាពីមីលីមុំពីចំនួន10រហូតដល់ចំនួន1លានចន្លោះហ្នឹងបងប្អូនអរគ្នាមានតម្រូវការប៉ុណ្ណាគឺបងប្អូនដាក់ចូលប៉ុណ្ណឹងទៅហើយកន្លែងឆាតហ្នឹងគឺវាប្រែប្រួលទៅតាមតម្លៃដែលបងប្អូនអរគ្នាបានធ្វើការដាក់អញ្ចឹងបងប្អូនអរគ្នាហើយខ្ញុំបញ្ជាក់មួយទៀតកន្លែង quantity នៅពេលបងប្អូនអរគ្នាទិញបងប្អូនទាំងអស់គ្នាគួរតែទិញវាជាចំនួនគត់ដូចជាចំនួន100 200 300 400 500អីចឹងទៅបងប្អូនអរគ្នាទិញវាជាចំនួនគត់ណាឥឡូវខ្ញុំសូមធ្វើការទិញចំនួនតែ200ទេបងប្អូនអរគ្នាហើយ200គឺយើងអស់លុយត្រឹមតែ 0.33 សេនទេអ្នកនរគ្នាតម្លៃគឺធូរថ្លៃមែនទែន
ឥឡូវនេះបន្ទាប់ពីយើងបានធ្វើការបំពេញ color រួចរាល់ហើយខ្ញុំសូមចុចកន្លែងប៊ូតុង plus order តែម្ដងដើម្បីយើងធ្វើកម្មវិធីទិញអូខេអ្នកគ្នាពេលនេះគឺខ្ញុំបានធ្វើការបញ្ជាទិញជោគជ័យហើយដល់ពេលដែលបានធ្វើការបញ្ជាទិញជោគជ័យវានឹងចេញទម្រង់បែបនេះហើយនេះគឺជាវិក័យប័ណ្ណដែលគេផ្ដល់ឲ្យយើងដើម្បីយើងផ្ទៀងផ្ទាត់មើលអ្នកនរគ្នាដូចជាលេខ ID ដែលយើងធ្វើការបញ្ជាទិញ service អីចឹងទៅបងប្អូនអ្នកគ្នាអូខេអ្នកគ្នាពេលនេះវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ហើយបើសិនជាមានចម្ងល់តាណាដែលមិនទាន់ច្បាស់អ្នកនរគ្នាក៏អាចមើលវីដេអូនេះសាងឡើងវិញបានព្រោះខ្ញុំធ្វើងាយមួយទេអ្នកនរគ្នាអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នាក្នុងវីដេអូក្រោយ